តែពិតទៅខ្ញុំមិនមែនជាបរិសុទ្ធខ្លាចប្រពន្ធទេតែណាស់តែប្រពន្ធមិនខ្លាចខ្ញុំដែរប្រពន្ធយើងទៅយល់តើប្រពន្ធជាអ្វីឯការសិក្សារបស់ខ្ញុំជាមួយនឹងសាស្ត្រាចារ្យជាច្រើនរូបផងហើយនឹងវចនានុក្រមជាច្រើនផងបានឲ្យដឹងថាប្រពន្ធគឺជាភរិយាបាទហើយប្រពន្ធថាប្រពន្ធទុកដូចប្រពែទោះប្រពន្ធធាក់យើងចូលក្រោមក្រែក៏មិនដឹងធ្វើអីប្រពន្ធដែរហើយមួយទៀតគេថាបើចង់ឲ្យប្រពន្ធស្លូតថាចង់ឲ្យប្រពន្ធស្លូតពិតជាស្រួលណាស់ប្រញាប់ទៅផ្ទះពេលចេញទៅធ្វើការភ្លាមមិនត្រូវលាក់លៀមមានស្រីខាងក្រៅប្រាក់ខែបើកបានទៅឲ្យប្រពន្ធឲ្យអស់ពីរៅប៉ៅឬឲ្យដើរសំដៅទៅបំពេឲ្យកូនដេកបើប្រពន្ធជេរស្ដីយើងកុំត្រូវនៅថ្មឹងភ្នែកត្រូវសម្លឹងឲ្យញាប់ជាងម៉ាស៊ីនគិតលេខលាងចានលាងឆ្នាំងឲ្យស្អាតពីល្ងាចនាំប្រពន្ធចូលដេករំលឹកគ្រាស្នេហ៍ដំបងអូណូអញ្ចឹងណាឃើញកំណាព្យមួយគេថាកូនប្រុសដើមទ្រុង5ហាត់ប្រមាត់5ហ៊ុនបើខ្លាចប្រពន្ធមានតែអន់អីប្រពន្ធញាតឯងមិនមែនសាច់ដតីយើងជាប្តីត្រូវតែស្ម័គ្រស្មោះកុំលួចមានស្រីឈប់ប្រឹងដើរញ៉ែលុយបើកប្រាក់ខែឲ្យប្រពន្ធយើងទាំងអស់ឈប់ដើរផឹកស៊ីដូចនៅកំឡោះយើងជាប្រុសត្រូវតែស្មោះជាមួយប្រពន្ធឲ្យធ្វើ